វីដេអូមួយនេះយើងនឹងមកនិយាយអំពីការបញ្ជាន់រូបរបស់ប្រពៃណីកូរ៉េឲ្យអ្នកគ្នាបានដឹងប្រទេសកូរ៉េជាប្រទេសមួយដែលមានវប្បធម៌និងទំនៀមទម្លាប់ដ៏ចំណាស់មួយតែក្នុងទំនៀមទម្លាប់ជាច្រើនរបស់ប្រទេសមួយនេះមានទំនៀមទម្លាប់មួយដែលស្រដៀងនឹងប្រទេសយើងនោះគឺទំនៀមទម្លាប់ការបញ្ជាន់រូបដោយការបញ្ជាន់រូបរបស់ប្រទេសកូរ៉េគេតែងតែហៅថាមូដាំងគឺភាគច្រើនសំដៅទៅលើមនុស្សស្រីដែលមានសមត្ថភាពក្នុងការទំនាក់ទំនងរវាងមនុស្សជាមួយនឹងវិញ្ញាណហើយការបញ្ជាន់រូបនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជំនឿនិងទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសកូរ៉េដែលជាញឹកញាប់ក្នុងការធ្វើពិធីនេះដើម្បីជម្រាបដល់បុព្វការីជនឬអាទិទេពក្នុងការសុំពរជ័យនិងព្យាបាលជំងឺផ្សេងៗហើយចំពោះការបញ្ជាន់រូបមានលក្ខណៈខុសប្លែកពីប្រទេសយើងត្រង់ការធ្វើពិធីគេតែងតែប្រើប្រាស់ដាវតុកតូចមួយនៅអង្គរដែលក្នុងការធ្វើពិធីគេបានចាត់ទុកដាវជារបស់សំខាន់ដែលវិញ្ញាណចង់បង្ហាញសារអ្វីមួយទៅកាន់មនុស្សឲ្យបានដឹងហើយជាពិសេសទៀតគេបានប្រើប្រាស់ឈាមឆ្កែខ្មៅក្នុងការកម្ចាត់វិញ្ញាណអាក្រក់នៅពេលដែលមកយាយីទៅលើមនុស្សហើយការធ្វើពិធីនេះគេតែធ្វើឡើងនៅពេលដែលស្រុកភូមិកំពុងជួបបញ្ហាឬក៏មនុស្សកំពុងតែមានបញ្ហាអាក្រក់ជាដើមទំនៀមទម្លាប់មួយនេះគឺធ្វើឡើងតាំងពីយូរមកហើយក៏បន្តរហូតដល់ពេលសប្តាហ៍ទៅតាមការជឿរបស់ប្រជាជនកូរ៉េអញ្ចឹងបើសិនអរគ្នាបានដឹងព័ត៌មានបន្ថែមពាក់ព័ន្ធអំពីរឿងរ៉ាវមួយនេះអាច comment ខាងក្រោមវីដេអូនេះបានហើយកុំភ្លេចចាំជួបគ្នាជាមួយនៅវីដេអូក្រោយទៀត